ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំអានសុភាសិតមួយឈ្មោះថាខែរះឆ្លងផ្លូវកូនកើតមុនឪពោតាដើរលេងនិយមន័យការពោលសរសើរគុណពោធិសម្ភារៈរបស់ព្រះសម្មាសម្ពុទ្ធអត្ថាធិប្បាយព្រះពុទ្ធអង្គបរមគ្រូទ្រង់ប្រកបដោយអធិរេកគុណបារមីមហាប្រសាក្រៃយ៉ាងក្រៃលែងលើត្រៃភពគឺភពមនុស្សភពទេវតាភពឥន្ទ្រព្រំខែរះឆ្លងផ្លូវបុរាណអាចារ្យបានពោលសរសើរនៅគុណថ្ងៃមហាខត្តរិទ្ធទាំង3លក្ខណៈគឺថ្ងៃពេញបរមី15កើតខែពិសាខព្រោះកាលព្រះអង្គទ្រង់ប្រសូតក៏នៅថ្ងៃហ្នឹងកាលទ្រង់ត្រាស់ដឹងនៅអនុត្តរសម្ពោធញ្ញាណក៏នៅថ្ងៃហ្នឹងកាលទ្រង់រំលត់ខណ្ឌចូលកាន់ព្រះនិព្វានក៏នៅថ្ងៃហ្នឹងហើយនេះហើយបានជាព្រះបរិស័ទខ្មែរនាំគ្នាប្រារព្ធធ្វើបុណ្យពិសាខបូជានៅថ្ងៃពេញបរមី15កើតខែពិសាខជារៀងរាល់ឆ្នាំមិនដែលខានម្យ៉ាងទៀតខែរះឆ្លងផ្លូវនោះលោកបានឲ្យន័យមួយបែបថាទៀតថាខែពេញវងឆ្លងពីផ្លូវមួយទៅផ្លូវមួយទៀតគ្រប់ផ្លូវទាំង3ឬថាថ្ងៃ15កើតខែពេញបរមីជាថ្ងៃចប់ផ្នែកខាងខ្នើតឆ្លងចូលថ្ងៃ1រោចខែងងឹតជាថ្ងៃដើមផ្នែកខាងរណូចការកូនកើតមុនឪការព្រះអង្គទ្រង់សម្រេចនៅព្រះអរហត្តផលក៏គឺបានសម្រេចមុនព្រះវីរបិតាលុះព្រះអង្គបានសម្រេចនៅព្រះអរហត្តផលហើយទៅទ្រង់យ៉ាងត្រូវយាងទៅប្រោសព្រះវិរៈបិតាឲ្យបានសម្រេចនៅព្រះអរហត្តផលជាខាងក្រោយលោកប្រៀបថាកូនកើតមុនឪពោតាដើរលេងព្រះពុទ្ធតអង្គមានផៅពងចេញពីសក្យតកូលសក្យគឺជាកោតនាមដែលមានខ្សែស្រឡាយជាច្រើនដំណរយូរមកហើយដែលលោកប្រៀបដូចទៅនឹងជីតាក្រោយពេលព្រះអង្គទ្រង់ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណរួចហើយព្រះអង្គទ្រង់ស្ដេចយ៉ាងត្រូវគ្រប់ទិសទីដើម្បីសម្ដែងធម៌ប្រោសមហាជនកាលនោះមហាជនក៏បានស្គាល់ព្រះអង្គនិងបានថ្វាយព្រះនាមព្រះអង្គថាព្រះសាកមនីសក្យមនីដែលមានន័យថាអ្នកប្រាជ្ញក្នុងត្រកូលសាក្យលោកប្រៀបថាពោតាដើរលេងប្រដៅក្មេងមិនបាច់រកឱកាសប្រដៅចាស់តោងរកពេលវេលាលោកបណ្ឌិតបុត្រសវងជម្រាបលាពុកម៉ែបងប្អូន